ที่គុណចំនួនទស្សភាគនិងចំនួនទស្សភាគចាអញ្ចឹងដើម្បីគុណចំនួនទស្សភាគបានគឺយើងគុណដូចគ្នាទៅនឹងចំនួនគុណដែរចាយក4គុណ8ចា4 8ដង32 32សរសេរលេខ2ត្រាទុក3 4 6ដង24 24បូក3 27ចា4 8ដង32សរសេរលេខ2ត្រាទុក3 4 6ដង24 24បូក3 27ចាបន្ទាប់មកទៀតយើងធ្វើប្រមាណវិធីបូក2អីបូកយើងតម្លាក់7បូក2ស្មើ9 7បូក2 9ចា2អីបូកតម្លាក់ចាអញ្ចឹងចម្លើយស្មើប៉ុណ្ណេះចាអញ្ចឹងចំណុចសំខាន់មួយទៀតគឺយើងត្រូវដាក់ចំនួនទស្សភាគចាដោយមើលទៅលើតួគុណទី1ចាចំនួនទស្សភាគគឺមានមួយខ្ទង់តួគុណទី2ចំនួនទស្សភាគមានមួយខ្ទង់ដូចគ្នាចាអញ្ចឹងយើងធ្វើការបូករាប់ចំនួនទស្សភាគទាំងពីរខ្ទង់ចាគឺមានសរុបទាំងអស់ចំនួន2ចា1 2ចាអញ្ចឹងយើងត្រូវដាក់ចំនួនទស្សភាគខាងផលគុណនេះពីរខ្ទង់ដូចគ្នាចាដោយធ្វើការរាប់ពីស្ដាំទៅឆ្វេងចាឬក៏ពីក្រោយដេញទៅមុខចា1 2អញ្ចឹងយើងដាក់ចំនួនទស្សភាគត្រង់ចំណុចនេះចាអញ្ចឹងចម្លើយស្មើ 29.92 ចានេះជាចម្លើយត្រឹមត្រូវ